បន្ទាប់ពីអាមេរិកឥឡូវនេះបារាំងបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយយោធាកម្ពុជាស្ថានទូតបារាំងប្រចាំកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី2ខែតុលានេះលោកឧត្តមសេនីយ៍ប៉ាត្រីអូលីអូនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការទ្វីបគីតំបន់ភាគីខាងត្បូងនៃឧទ្ទិការកងទ័ពបារាំងបានបំពេញទស្សនកិច្ចនៅកម្ពុជាដោយលោកបានពិភាក្សាការងារជាមួយនឹងឯកឧត្តមផាត់វិបុលសុភ័ក្រនាយកការដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងការពារជាតិនិងឯកឧត្តមសែមរតនានៃអគ្គនាយកស្ដីទីមណ្ឌលជាតិរក្សាសន្តិភាពពី30ឆ្នាំមុនលោកឧត្តមសេនីយ៍លីស៊ូលីអូបានបំពេញបេសកកម្មសហប្រតិបត្តិការនៅក្នុងជួរយោធាចំនួនទី1នៃសាលាយុទ្ធហ៊ានសកម្មក្នុងឱកាសដំណើរទស្សនកិច្ចនេះលោកបានជួបជាមួយនឹងយោធាដែលបានបំពេញបេសកកម្មកាលពី30ឆ្នាំមុនក៏ដូចជាអតីតនិស្សិតនាយទាហានរបស់ខ្លួនដែលមួយចំនួនបច្ចុប្បន្នជាឧត្តមសេនីយ៍បម្រើការងារនៅក្នុងជួរកងទ័ពខេមរភូមិន្ទក្នុងឱកាសជំនុំនានាជាមួយនឹងក្រមយោធានិងនិស្សិតសាលានីតិហ៊ានសកម្មដោយលោកបានសង្កេតឃើញភាពរស់រវើកនៃសហគមន៍យោធាដែលប្រើប្រាស់ភាសាបារាំងនៅកម្ពុជាអស់រយៈពេល30ឆ្នាំមកហើយដែលនាយកដ្ឋានសហប្រតិបត្តិការផ្នែកសន្តិសុខនិងការពារផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលនាយទាហានការត្រៀមបង្រៀនកងទ័ពមួកខៀវកម្ពុជាសម្រាប់ប្រតិបត្តិការការពារសន្តិភាពនិងការបង្រៀនភាសាបារាំងនៅក្នុងជួរយោធានៅកម្ពុជានេះជាការបញ្ជាក់បន្ថែមពីស្ថានទូតបារាំង